ក្មេងប្រុសម្នាក់បានកើតមកជាមួយសមត្ថភាពអាចហោះហើរបានដើម្បីការពារគាត់ឪពុករបស់គាត់បានដំឡើងសំណាញ់សុវត្ថិភាពនៅជុំវិញផ្ទះប៉ុន្តែនៅពេលដែលក្មេងនោះធំធាត់ឡើងវាកាន់តែពិបាកទៅក្នុងការឃាត់មិនឲ្យគាត់ហោះហើរចេញទៅក្រៅឲ្យតែពេលណាម្ដាយរបស់គាត់មើលមិនឃើញគាត់តែងតែមានការព្រួយបារម្ភយ៉ាងខ្លាំងឪពុករបស់គាត់ក៏បានហោះហើរឡើងទៅលើមេឃដូចជាវីរបុរសពិតប្រាកដម្នាក់ហើយតែងតែអាចនាំយកកូនប្រុសរបស់គាត់ត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពថ្ងៃមួយមានជនចម្លែកម្នាក់បានមករំលងទ្វារផ្ទះរបស់ពួកគេដោយអះអាងថាគាត់ចង់ទិញផ្លែឈើប៉ុន្តែឪពុកមិនបានដឹងសោះថាបុរសនោះតាមពិតជាចារបុរសម្នាក់ដែលមានជំនាញឯកទេសក្នុងការតាមប្រមាញ់មនុស្សដែលមានសមត្ថភាពពិសេសនោះទេយប់នោះនៅពេលដែលម្ដាយភ្ញាក់ពីគេងគាត់បានដឹងសញ្ញាខុសប្រក្រតីបន្តិចដោយប្រើប្រាស់វិចារណញ្ញាណដ៏មុតស្រួចរបស់ខ្លួនគាត់បានដាស់ស្វាមីរបស់គាត់ភ្លាមៗដោយភាពភ័យខ្លាចយ៉ាងខ្លាំងគាត់បានដឹងថាមានសត្រូវប្រដាប់អាវុធយ៉ាងក្រាស់ឃ្មុំរាប់រយនាក់កំពុងឡោមព័ទ្ធផ្ទះនោះឪពុកបានយល់ភ្លាមថាពួកគេបានធ្លីការសម្ងាត់ហើយដោយដឹងថាគ្មានពេលសម្រាប់ប្រយុទ្ធទេគាត់បានទូចឲ្យប្រពន្ធនិងកូនប្រុសរបស់គាត់គេចខ្លួនតាមផ្លូវក្រោមដីគាត់បានដើរចេញទៅខាងក្រៅម្នាក់ឯងហើយប្រឈមមុខនឹងសត្រូវទាំងអស់ចំពីមុខឪពុកបានសម្រេចចិត្តធ្វើពុតជាចុះចាញ់ពួកសត្រូវដឹងរួចទៅហើយអំពីធម្មពលអស្ចារ្យរបស់គាត់ហើយក៏បានរៀបចំខ្លួនរួចជាស្រេចសម្រាប់វាស្រាប់តែឪពុកបានចាប់យកម្នាក់ក្នុងចំណោមពួកគេដោយមានបំណងហោះគេចខ្លួនជាមួយប៉ុន្តែសត្រូវម្នាក់នោះក៏មានធម្មពលពិសេសដែលពួកផ្សេងទៀតក៏បានស្ទុះចូលមកភ្លាមហើយបានចង់ឃាត់ឪពុកដោយប្រើខ្សែពួរដែលបានរចនាឡើងយ៉ាងពិសេសខ្សែពួរនោះបានស្រូបទាញកម្លាំងរបស់គាត់បន្តិចម្ដងរហូតទាល់តែគាត់ត្រូវបានព្យួរអណ្តែតនៅនឹងខ្យល់ដោយគ្មានទីពឹងឪពុកបានផ្ដាំផ្ញើដោយស្ងៀមស្ងាត់ឲ្យប្រពន្ធរបស់ខ្លួនគេចខ្លួនឲ្យបានលឿនតាមដែលអាចធ្វើទៅបានមុនពេលធ្លាក់ចុះមកក្រោមយឺតៗទន្ទឹមនឹងនោះម្ដាយក៏បាននាំកូនប្រុសរបស់គាត់ទៅកាន់ទីក្រុងមួយផ្សេងទៀតប៉ុន្តែក្មេងនោះមិនអាចគ្រប់គ្រងធម្មពលរបស់ខ្លួនឯងបានទេហើយត្រូវការជំនួយជាប្រចាំពីម្ដាយរបស់គាត់ត្រូវតែបីកូនទៅគ្រប់ទីកន្លែងដែលជាហេតុធ្វើឲ្យតាក់ទាញចំណាប់អារម្មណ៍របស់មនុស្សទូទៅដោយធម្មជាតិដូច្នេះម្ដាយក៏បានទិញឃ្លាំងមួយហើយចាប់ផ្ដើមបង្រៀនគាត់ពីរបៀបគ្រប់គ្រងសមត្ថភាពរបស់ខ្លួនក្រោមការបង្ហាត់បង្ហាញដោយអត់ធ្មត់របស់គាត់ទីបំផុតក្មេងប្រុសនោះក៏បានចេះពីរបៀបគ្រប់គ្រងការចុះចាត់របស់ខ្លួនទោះជាយ៉ាងណាក៏ដោយសូម្បីតែពេលគាត់ធំដឹងក្តីឡើងក៏ដោយក៏ធម្មពលរបស់គាត់នៅតែផ្ទុះឡើងជាញឹកញាប់ដែរនោះហើយជាមូលហេតុដែលគាត់តែងតែស្ពីកាបូបស្ពីដ៏ធ្ងន់មួយជារៀងរាល់ថ្ងៃធ្វើឲ្យគាត់ចង់បោកខ្សាច់និងកជើងនិងព្យួរដុំដែកនៅនឹងម៉ាក់របស់គាត់មិនធ្វើបែបនេះដើម្បីជួយឲ្យកូនប្រុសហាត់ប្រាណនោះទេប៉ុន្តែគឺដើម្បីការពារកុំឲ្យជែកចាក់ឃ្លីការសម្ងាត់របស់ខ្លួនពេលដែលក្មេងប្រុសនោះកំពុងជិះឡានក្រុងមានក្មេងស្រីម្នាក់កំពុងដើរយ៉ាងលឿននៅខាងក្រៅបង្អួចបានតាក់ទាញចំណាប់អារម្មណ៍របស់គាត់ចៃដន្យអីពួកគេហៀបនឹងឡើងជិះឡានក្រុងជាមួយគ្នាប៉ុន្តែនៅពេលដែលគាត់ឃើញថាកាត់របស់ក្មេងស្រីនោះមានទឹកប្រាក់មិនគ្រប់គ្រាន់ជែកក៏បានឈានជើងចូលទៅជួយនាងភ្លាមដើម្បីបង្ហាញពីការអរគុណនាងបានស្ម័គ្រចិត្តកាន់កាបូបឲ្យជែកប៉ុនតែនាងមិននឹកស្មានថាកាបូបស្ពីតូចនោះមានទម្ងន់ធ្ងន់ខ្លាំងបែបនេះសោះប៉ុន្តែវាគឺជាការពិតកាយវិការតូចនេះបានបង្កឲ្យមានប្រតិកម្មរាងកាយនៅក្នុងខ្លួនរបស់ជែករាងកាយរបស់គាត់ស្រាប់តែហោះឡើងផុតពីដីដោយមិនអាចគ្រប់គ្រងបានវាបានបង្ហាញថារាល់ពេលដែលជែកមានអារម្មណ៍សប្បាយរីករាយរាងកាយរបស់គាត់នឹងអណ្តែតឡើងទៅលើខ្យល់សំណាងល្អការរង្គើបន្តិចបន្តួចពេលជិះឡានក្រុងបានធ្វើឲ្យអារម្មណ៍របស់គាត់ស្ងប់ចុះវិញជាបណ្ដាលដើម្បីបង្កើនទម្ងន់និងការពារខ្លួនកុំឲ្យហោះបាត់ទៅជែកបានផឹកទឹកពីដបធំភ្លាមពេលទៅដល់សាលាគួរឲ្យភ្ញាក់ផ្អើលក្មេងស្រីដែលគាត់ទើបតែជួបនោះរៀននៅក្នុងថ្នាក់ជាមួយគ្នាលេសាក៏បានឃើញជែកដែរហើយបានសួរសុខទុក្ខគាត់ក្នុងពេលម៉ោងសិក្សាជែកបានឃើញខ្លួនឯងលួចមើលលីសាដោយមិនដឹងខ្លួនប៉ុន្តែពេលដែលនាងដឹងខ្លួនភ្លាមគាត់ក៏ប្រញាប់អន់មុខចុះក្រោមនៅពេលបន្ទាប់នោះគាត់ក៏បានអណ្តែតឡើងផុតពីដីយឺតរហូតដល់ពេលក្រោយមកពេលដែលលីសាចេញពីបន្ទប់រៀនទើបជែកស្ងប់ចិត្តបន្តិចប៉ុន្តែខណៈដែលគាត់ត្រៀមនឹងដើរត្រឡប់ទៅផ្ទះវិញគាត់បានឃើញលីសាដែលទើបតែហាត់ប្រាណរួចកំពុងឈរលាងមុខនៅក្បាលរបស់ដោយភាពភ័យខ្លាចជែកបានស្ទុះទៅចាប់សសរមួយហើយអន់ក្បាលចុះទីពេលដែលលីសាដើរកាត់គាត់ខណៈដែលអាវរបស់នាងនៅសាមពាក់កណ្ដាលគាត់ក៏បានយកជើងក្រវ៉ាត់ជុំវិញសសរនោះយ៉ាងលឿនដើម្បីការពារកុំឲ្យខ្លួនឯងអណ្តែតឡើងពីដីសកម្មភាពនេះធ្វើឲ្យលីសាគិតថាក្មេងប្រុសម្នាក់នេះពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ថ្ងៃបន្ទាប់ពេលកំពុងដើរទៅសាលារៀនលីសាដែលកំពុងរត់តម្រង់ទៅសាលាបានរត់បុកជែកនៅមាត់ទ្វារសាលាជាលទ្ធផលជែកបានរងរបួសខុសស្ដីបន្តិចបន្តួចដើម្បីឲ្យកាន់តែទើសទាល់ខ្លាំងឡើងទោះបីជាលីសាស្លៀកខោអាវការពារភ្លៀងក៏ដោយក៏ឯកសិនសាលារបស់នាងនៅតែរើទឹកជោកដដែលទោះជាយ៉ាងណាការលីលំគ្នារវាងទឹកភ្លៀងនិងញើសបានតាក់ទាញការមិនពេញចិត្តពីប្រធានថ្នាក់ដូច្នេះបន្ទាប់ពីម៉ោងសិក្សាចប់លីសាគ្មានជំរឿអ្វីក្រៅពីសុំជំនួយពីជែកនោះទេទោះជាយ៉ាងណាជែកគ្មានហេតុផលអ្វីបដិសេធឡើយពេលដែលគាត់ឃើញលីសាក្រឡប់មកវិញពីការងូតទឹកដោយស្លៀកសម្លៀកបំពាក់របស់គាត់ជែកក៏បានអន់មុខចុះដោយខ្មាស់អៀនម្ដងទៀតក្រោយពេលចេញពីសាលាលីសាបានសុំឲ្យជែកទៅជាមួយនាងដើម្បីទិញឯកសណ្ឋានសាលាថ្មីប៉ុន្តែពេលដែលប្រធានថ្នាក់ឃើញសកម្មភាពនេះគាត់មានអារម្មណ៍ប្រច័ណ្ឌយ៉ាងខ្លាំងអ្នកទាំងពីរបានដើរទិញអីវ៉ាន់នៅផ្សារទំនើបជាមួយគ្នាហូបបាយជាមួយគ្នានិងសម្អាតផ្ទះជាមួយគ្នាដូចជាគូស្នេហ៍អញ្ចឹងស្រឡាញ់គ្នាស្ទើរលេបដោយសារឪពុករបស់លីសាធ្វើអាជីវកម្មហាងមាន់បំពងនិងម៉ាក់របស់ជែកធ្វើហាងសាច់ជ្រូកចិញ្ច្រាំនេះបានធ្វើឲ្យពួកគេមានរឿងជាច្រើនត្រូវនិយាយគ្នាលេងរឿងនេះធ្វើឲ្យជែករីករាយខ្លាំងរហូតដល់មិនអាចទប់អារម្មណ៍បានថ្ងៃប្រឡងចិត្តមកដល់ហើយដើម្បីធានាថានាងអាចចូលរៀននៅសាកលវិទ្យាល័យកីឡាបានលីសាកំពុងឆ្លងកាត់ការហ្វឹកហាត់យ៉ាងស្វិតស្វាញនៅឯកន្លែងហាត់ប្រាណប៉ុន្តែជែកស្រាប់តែបើកទ្វារចូលមកដែលធ្វើឲ្យលីសាមានការវង្វេងស្មារតីបន្តិចលីសាបានបាត់បង់លំនឹងហើយរីកនឹងធ្លាក់ចុះមកក្រោមជែកបានបោះបង់កាបូបស្ពីរបស់គាត់ចោលភ្លាមហើយស្ទុះទៅជួយប៉ុន្តែដោយសារគាត់មិនអាចគ្រប់គ្រងទីទៅបានគាត់ក៏បានធ្លាក់ចំពីក្រោយនាងតែម្ដងតាមមានអ្វីកើតឡើងពេលបន្ទាប់បានធ្វើឲ្យជែកឃ្លីអាចកំបាំងរបស់ខ្លួនដោយអចេតនាលីសាបានសុំឲ្យជែកសង្កត់ជើងរបស់នាងពេលដែលនាងធ្វើលំហាត់ពោះជាមួយនឹងការប៉ះពាល់គ្នាយ៉ាងជិតស្និទ្ធបែបនេះក្មេងប្រុសរូបនេះបានស្រូបយកក្លិនក្រអូបពីភេទផ្ទុយគ្នាភ្លាមនៅពេលដែលលីសានិងគាត់បានសម្លឹងភ្នែកគ្នាទៅវិញទៅមកជែកក៏បានបាត់បង់ការគ្រប់គ្រងហើយលោតឡើងទៅលើខ្យល់ធ្លាក់ចុះមកដីចម្ងាយរាប់សិបម៉ែត្រពីទីនោះរឿងនេះធ្វើឲ្យលីសាភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតតតែស្ត្រីសម្អាតថែទាំអនាម័យដើរចូលមកសម្អាតទើបការហាត់ប្រាណរបស់ពួកគេបានបញ្ចប់ទៅក្រោយមកខណៈដែលពួកគេកំពុងនិយាយគ្នានៅក្បែរជណ្ដើរលីសាបានឃើញថាផ្លាស្ទ័ររបួសនៅលើ
ដៃរបស់គាត់បានរបូតចេញដូច្នេះនាងក៏បានអបដៃរបស់ជេកហើយយកចិត្តទុកដាក់បិទវាឲ្យគាត់សារថ្មីកាយវិការដ៏យកចិត្តទុកដាក់របស់លីសាបានធ្វើឲ្យជេកខុសឡើងទៅលើមេឃម្ដងទៀតដោយគ្មានអ្វីទប់ទល់គាត់ពិតជាមិនអាចធ្លាក់ចុះមកក្រោមវិញបានឡើយក្នុងពេលមានការភ័យស្លន់ស្លោលីសាបានរត់ឡើងលើចណ្ដាលឆ្នាំឡើងលើដៃទប់ចាប់ជើងខាងរបស់គាត់ហើយទាញចុះមកក្រោមទោះបីជាពាក់កាបូបស្ពីក៏ដោយក៏ជេកនៅតែបន្តអន្តែតឡើងលីសាគ្មានជំរឿអ្វីក្រៅពីអាប់គាត់ឲ្យណែនដោយប្រើទម្ងន់ខ្លួនឯងដើម្បីទប់កុំឲ្យគាត់អន្តែតបាត់បន្ទាប់មកដោយរេឡើងចុះបន្តិចបន្តួចនាងបានបីគាត់ដើរត្រឡប់ទៅផ្ទះវិញរហូតដល់ពេលដែលម៉ាក់ឃើញក្មេងស្រីម្នាក់អបដៃកូនប្រុសរបស់ខ្លួនគាត់ក៏ឈោស្ងៀមដោយការភ្ញាក់ផ្អើលកូនប្រុសកំសាករបស់គាត់ពិតជាបាននាំក្មេងស្រីម្នាក់មកផ្ទះហើយថែមទាំងជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ទៀតផងរឿងនេះធ្វើឲ្យម្ដាយរបស់គាត់មានសេចក្តីសំរីករាយជាខ្លាំងជេកក៏បានប្រាប់លីសាអំពីអាថ៌កំបាំងដែលខ្លួនអាចអន្តែតបានផងដែររាល់ពេលដែលគាត់មានអារម្មណ៍រីករាយជាខ្លាំងគាត់នឹងអន្តែតឡើងលើដោយអចេតនារឿងនេះធ្វើឲ្យលីសាមានការងឿងឆ្ងល់យ៉ាងខ្លាំងនាងបានដើរចូលទៅជិតជេកម្ដងទៀតប៉ុន្តែគាត់មានការភ្ញាក់ផ្អើលជាខ្លាំងទើបគាត់ថយក្រោយឥតឈប់ឈរពេលដែលលីសាសួរជេកថាតើគាត់ចូលចិត្តនាងឬអត់គាត់ក៏បានអន្តែតឡើងប៉ះនឹងដំបូលផ្ទះម្ដងទៀតម្ដាយរបស់គាត់បានឮសំឡេងរំខានពីជាន់ក្រោមហើយមានការសង្ស័យថាអាថ៌កំបាំងរបស់កូនប្រុសគាត់ប្រហែលជាត្រូវបានគេដឹងហើយគួរឲ្យភ្ញាក់ផ្អើលនៅពេលដែលលីសាឃើញថាជេកអាចអន្តែតបានមិនត្រឹមតែនាងមិនភ្ញាក់ផ្អើលប៉ុណ្ណោះទេប៉ុន្តែថែមទាំងសន្យាថានឹងរក្សាទុកអាថ៌កំបាំងនេះឲ្យគាត់ទៀតផងអ្នកទាំងពីរបានកាន់តែស្និទ្ធស្នាលនឹងគ្នាដើម្បីឲ្យជេករួចផុតពីរឿងកង្វល់ចិត្តលីសាក៏បានប្រាប់គាត់អំពីអាថ៌កំបាំងរបស់នាងផ្ទាល់ផងដែរគឺសមត្ថភាពព្យាបាលរបួសចាប់ពីពេលនោះមកអ្នកទាំងពីរមិនដែលឃ្លាតពីគ្នាឡើយរាល់ពេលដែលនាងហាត់ប្រាណគាត់តែងតែនៅក្បែរនាងជានិច្ចលីសាក៏អាចដឹងពីអារម្មណ៍របស់ជេកដែលមានចំពោះនាងផងដែររាល់ពេលដែលបេះដូងរបស់ជេកលោតញាប់គាត់នឹងយកបន្ទះដែកមកចងភ្ជាប់នឹងរាងកាយរបស់ខ្លួនភ្លាមដើម្បីការពារកុំឲ្យហោះឡើងទៅលើដោយមិនអាចគ្រប់គ្រងបានប៉ុន្តែដោយសារជេកត្រូវបានតម្រូវឲ្យត្រឡប់មកផ្ទះវិញឲ្យទាន់ពេលរាល់យប់គាត់មិនសូវមានពេលនៅជាមួយលីសាប៉ុន្មានថ្ងៃមកនេះទេពួកគេទាំងពីរខិតខំប្រឹងប្រែងដើម្បីប្រឡងចូលរៀននៅសាកលវិទ្យាល័យក្នុងក្តីស្រមៃរបស់ពួកគេខណៈពេលដែលជេកកំពុងអង្គុយរៀនលីសាបានផ្ញើសារមកលើកទឹកចិត្តគាត់និងរំលឹកគាត់ឲ្យបិទភ្លើងមុនពេលចូលគេងរឿងនេះធ្វើឲ្យជេកដឹងរឿងអ្វីមួយភ្លាមគាត់បានបើកបង្អួចហើយពិតជាបានឃើញលីសាកំពុងឈរមើលគាត់ពីចម្ងាយ2គីឡូម៉ែត្រមិនត្រឹមតែជេកអាចអន្តែតបានទេប៉ុន្តែគាត់ក៏បានបន្តវេននៅកម្លាំងស្ដាប់ដ៏អស្ចារ្យនិងភ្នែកមើលធ្លុះជញ្ជាំងពីម្ដាយរបស់គាត់ផងដែរដោយសារនឹករលឹកគាត់ខ្លាំងពេកគាត់បានហោះចេញពីបង្អួចបន្ទប់គេងរបស់គាត់ត្រង់ទៅរកគាត់តែម្ដងប៉ុន្តែលើកនេះគាត់បានធ្លាក់ចុះមកចំពីមុខលីសាពួកគេបានអង្គុយលើកៅអីជាមួយគ្នានិងជេកលេងដោយរក្សាគម្លាតចម្ងាយ30សង់ទីម៉ែត្រពីគ្នាចុងក្រោយលីសាគឺជាអ្នកដែលបើកការសន្ទនាមុនគេនាងបានរើសដុំធំៗមួយមកដាក់ហើយនិយាយពាក្យពេចន៍ចេញពីបេះដូងអំពីការនឹករលឹកគាត់ខ្លាំងប៉ុណ្ណានៅពេលនោះព្រៅធ្លាក់ដំបូងនៃរដូវកាលក៏បានចាប់ផ្ដើមធ្លាក់ចុះមកដោយសារតែព្រៅធ្លាក់ដំបូងតំណាងឲ្យសេចក្តីសន្យាដ៏រ៉ូមែនទិកបំផុតនៅពេលដែលគូស្នេហ៍បានឃើញព្រៅដំបូងជាមួយគ្នាវាគឺជាការចាប់ផ្ដើមនៃទំនាក់ទំនងដ៏ស្រស់ស្អាតមួយអ្នកទាំងពីរបានគិតថាពួកគេនឹងរស់នៅជាមួយគ្នាដោយមានសុភមង្គលរហូតដល់ស៊ូប៉ុន្តែដោយស្មានមិនដល់នៅថ្ងៃប្រឡងមានវីស្តង់ជញ្ជាំងមួយបានរលំពេលដែលលីសាបោះបាល់យ៉ាងខ្លាំងរចនាសម្ព័ន្ធដែកនៅលើជញ្ជាំងស្រាប់តែធ្លាក់ចុះមកហើយបុកចម្លេសាតែម្ដងនៅពេលដែលជិតដល់ពេលគ្រោះថ្នាក់បំផុតជេកបានលោតឡើងទៅលើខ្យល់ក្នុងពេលជាមួយគ្នាប្រធានថ្នាក់ក៏បានលោតឡើងពីកន្លែងរបស់គាត់ហើយប្រើកម្លាំងលេបមកឈោពីមុខក្តារបាក់ដើម្បីជួយលីសាទោះជាយ៉ាងណាជេកបានធ្លាក់ចុះមកដីវិញដោយសារតែមានបាវខ្សាច់ទប់ទម្ងន់ទើបតែពេលនោះហើយដែលលីសាដឹងថាមកដែលជាប្រធានថ្នាក់ក៏ជាមនុស្សដែលមានថាមពលពិសេសម្នាក់ដែលសកម្មភាព teleport របស់គាត់ត្រូវបានថតទុកជាវីដេអូដោយមិត្តរួមថ្នាក់ម្នាក់នៅទីនោះផ្ទាល់ហើយបានបង្ហោះឡើងបណ្ដាញសង្គមវីដេអូបានរីករាលដាលយ៉ាងលឿនពេលដែលឪពុករបស់លីសានិងម៉ាក់របស់ជេកបានឃើញវីដេអូពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងភ្លាមពួកគេបានរស់នៅលាក់ខ្លួនក្រោមឈ្មោះคล้ายៗជាច្រើនឆ្នាំមកហើយព្រោះថាបើអត្តសញ្ញាណរបស់ពួកគេត្រូវបានគេដឹងវានឹងនាំមកនូវគ្រោះថ្នាក់ដល់ជីវិតជាមិនខាន